ក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនឲ្យបានស្វែងយល់ពីលក្ខណៈឬក៏មេទាដែលវារពងបាទអញ្ចឹងវាមានលក្ខណៈមួយចំនួនដែលយើងធ្វើឲ្យយើងកត់សម្គាល់បានបាទនៅក្នុងនោះគឺរោមរបស់វាចាប់ផ្ដើមភ្លឺរលោងតែម្ដងអានឹងទី1ណាហើយទី2គឺសបកពោះចាប់ផ្ដើមធ្លាក់ចុះមកអាសបកពោះខាងក្រោយហ្នឹងបងប្អូនឃើញទេនេះបាទហើយដំណើររបស់វាក៏រៀងយឺតយ៉ាវជាងមុនដោយដោយសារតែវាធ្ងន់បាទធ្ងន់សបកពោះរបស់វាហ្នឹងអញ្ចឹងណាហ្នឹងហើយទាគឺវាចាប់ផ្ដើមឲ្យពងនៅអាយុ6ខែទៅ7ខែដូចតែមន់ដែរទេហ្នឹងហើយបរិមាណពងរបស់វាចន្លោះពី18ទៅ20គ្រាប់បាទចន្លោះហ្នឹងណាបាទអាចគ្រប់ហ្នឹងក៏មិនច្រើនដែរនឹងហើយរយៈពេលនៃការក្រាបពងគឺ32ទៅ35ថ្ងៃអានឹងញាស់ចេញមកហើយអញ្ចឹងណាហើយទាកប៉ាវាអាចភ្ញាស់កូនដោយខ្លួនវាអាចភ្ញាស់ក្រាបពងដូចមេមន់អញ្ចឹងដែរបាទវាអាចភ្ញាស់ដោយខ្លួនវាហើយចំណីដែលវាត្រូវការបាទសម្រាប់មេពងគឺចន្លោះពី1ខាំ3ទៅ1ខាំកន្លះក្នុងមួយក្បាលអញ្ចឹងបើសិនជាបងប្អូនមានមេទា100ក្បាលវា100ក្បាលវាអាចស៊ី13គីឡូទៅ15គីឡូក្នុងមួយថ្ងៃអញ្ចឹងណាហ្នឹងហើយយើងបែងចែកជាពីរពេលមកព្រឹកហើយនឹងរសៀលទៅបាទអញ្ចឹងណាប៉ុន្តែយើងតាមដានមើលការស៊ីរបស់វាផងដែរណាមើលចំណីដែលវាមានគុណភាពវាផ្ដល់ផលឲ្យយើងបានច្រើនហើយជំរើសនៃការផ្ដល់ចំណីបងប្អូនអាចផ្ដល់ចំណីសុទ្ធពីក្រុមហ៊ុនណាមួយដែលយើងជ្រើសរើសហើយមួយទៀតបងប្អូនអាចផ្សំតាមរូបមន្តដែលខ្ញុំបានផ្ដល់ឲ្យបាទអញ្ចឹងណាប៉ុន្តែប្រយ័ត្នទៅលើវត្ថុធាតុដើមដែលយើងយកមកផ្សំហ្នឹងវាអាចនឹងមិនសូវមានគុណភាពបាទចង់ថាវត្ថុធាតុដើមដែលយើងយកមកហ្នឹងអាចវាមានខូចគុណភាពដោយប្រការណាអាហ្នឹងបងប្អូនត្រូវឆែកមើលទៀតណាជៀសវាងយកមកផ្សំហើយគុណភាពចំណីអត់ល្អបាទវីដេអូនេះមានខ្លីប៉ុណ្ណេះហើយសម្រាប់ព័ត៌មានផ្សេងៗហើយជុំវិញវគ្គសិក្សាទៅលើបច្ចេកទេសការចិញ្ចឹមមាន់ស្រែទាកប៉ាបងប្អូនអាចទំនាក់ទំនងតាមលេខ Telegram នៅខាងលើបាទហើយយើងទទួលបង្រៀនចុះឈ្មោះរៀនជារៀងរាល់ថ្ងៃបាទមានការបង្រៀនតាមរយៈវីដេអូផងតាមឆាតផងរួមទាំងមានសភៅឯកសារផ្ដល់ជូនបាទទៅតាមផ្នែកមាន់ក៏ដូចជាផ្នែកទានឹងផងដែរបាទអរគុណ